ជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់ថាឥឡូវនេះគឺថ្នាលបឋមសិក្សាដែលហៅកាត់ថា PLP របស់យើងនឹងមានមុខងារមួយទៀតហើយគឺមុខងារជួយសិស្សរៀនយឺតចាដែលខាងនាយកដ្ឋានបឋមសិក្សាកំពុងតែញឹកដៃញឹកជើងធ្វើហើយសម្រាប់ប្រព័ន្ធមុខងារមួយទៀតដែលជាមុខងារតាមដានគឺអត់ទាន់បានបើកបានទេបងប្អូនទាំងគ្នាហើយនឹងការឆែកមុខងារប្រវត្តិតេស្តហ្នឹងគឺអត់ទាន់ទេដោយសារតែយើងខាងក្រសួងកំពុងតែញឹកដៃញឹកជើងគឺធ្វើនៃប្រព័ន្ធជួយសិស្សរៀនយឺតមួយទៀតចាដែលយើងហៅថា P ធំឬក៏បឋមនឹងឯងចាអញ្ចឹងរបៀបនៃការចូលទៅរៀនជួយសិស្សរៀនយឺតមានន័យថាជួយសិស្សរបស់យើងរៀនយឺតហ្នឹងយើងជួយយ៉ាងម៉េចចាដំបូងបំផុតបងប្អូនទាំងអស់គ្នាគឺត្រូវឲ្យសិស្សធ្វើតេស្តសិននៅក្នុងតេស្តគឺមានចំនួន50សំណួរចាហើយចែកចេញជា3កម្រិតទៀតនៅក្នុងការដែលសិស្សយើងធ្វើតេស្តដែលកម្រិតទី1មានន័យថាកម្រិតដែលកូនសិស្សយើងជាប់មានន័យថាដែលអង្គុយត្រូវថ្នាក់គាត់ហ្នឹងណាដែលសិស្សឧទាហរណ៍សិស្សថ្នាក់ទី4គាត់កំពុងតែអង្គុយថ្នាក់ទី4ហើយចំណេះដឹងរបស់គាត់គឺនៅថ្នាក់ទី4ហ្នឹងគឺយើងគិតនៅពេលដែលសិស្សធ្វើតេស្តបាន 80% ហើយគឺមានន័យថាគាត់អង្គុយត្រូវថ្នាក់របស់គាត់ហើយគាត់មិនមែនជាសិស្សខ្សោយទេអញ្ចឹងបងប្អូនទាំងគ្នាអាចបញ្ជូនគាត់ឲ្យទៅរៀនឲ្យគាត់ទៅធ្វើនៅ regional test ចាដែល regional test នេះបងប្អូនឃើញហើយនេះ regional test នេះគឺហៅថា test ថ្នាក់តំបន់មានន័យថាយើងលើកទឹកចិត្តគាត់ឲ្យគាត់ទៅធ្វើនៅ test ថ្នាក់តំបន់មានន័យថាលោកគ្រូអាចប្រាប់គាត់ថាកូនឡើងថ្នាក់ហើយនៅក្នុងថ្នាល PAP នេះកូនឡើងថ្នាក់ហើយអញ្ចឹងកូនត្រូវទៅធ្វើ testនៅ regional test ហ្នឹងទៅចាតេស្តថ្នាក់តំបន់នេះទៅនេះតេស្តថ្នាក់តំបន់នេះបងប្អូនទាំងគ្នាហើយនៅពេលដែលកូនរបស់យើងគាត់ធ្វើតេស្តទៅបន្ទុកគាត់បានត្រឹមតែ 79% ទៅ 65% មានន័យថា 7.9 ទៅ 6.50 គឺមានន័យថាគាត់ស្ថិតនៅក្នុងកម្រិត3ហើយនៅពេលដែលយើងទៅចូលរៀនគឺនៅក្នុងកម្រិត3ហើយបន្តមកទៀតគឺបើសិនជាគាត់បានបន្ទុកចាប់ពី 64 មក 50%គឺមានន័យថាគាត់នៅក្នុងកម្រិត2ហើយសម្រាប់ 50% ចុះគឺមានន័យថាគាត់នៅក្នុងកម្រិត1អញ្ចឹងវិធីជួយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញអំពីរបៀបនៃការធ្វើតេស្តតើគេធ្វើដូចម្ដេចតើដំបូងយើងចូលមកត្រេ3នេះមកចាបងប្អូនទាំងអស់គ្នាចូលមកយកពាក្យប្រឡងចាពាក្យប្រឡងហើយយើងមើលបើសិនជាកន្លែងនេះវាអត់លោត P ធំទេបងប្អូនត្រូវរោនេះពេលយើងចុចលើវាទៅនេះចូល P ធំមានន័យថាបឋមនឹងឯងចាយើងចុចវាមកហើយនេះវាបង្ហាញបឋមមានបាច់ជ្រើសថ្នាក់ទេបងប្អូនព្រោះនេះអត់ត្រូវការជ្រើសថ្នាក់ទេអាចយកបឋមខ្មែរបឋមគណិតចាបឋមខ្មែរតេស្តបឋមគណិតតេស្តអីចឹងទៅតែនេះគឺវាបង្ហាញស្រេចឯងបឋមខ្មែរបឋមគណិតនេះបងប្អូនមានស្រេចហើយអញ្ចឹងយើងដំបូងបំផុតយើងត្រូវឲ្យកូនសិស្សរបស់យើងចូលនៅទៅរៀននៅកន្លែងនេះចាតេស្តសមត្ថភាពចាគ្រប់ថ្នាក់ទាំងអស់រួមទៅចាប់ពីថ្នាក់ទី4ទី5និងទី6គឺឲ្យគាត់ចូលរៀនកន្លែងនេះចាហើយនេះគឺជា link បងប្អូនទាំងអស់គ្នាអាចទម្លាក់ link ទៅឲ្យគាត់រៀននៅផ្ទះឬក៏ឲ្យឪពុកម្ដាយគាត់ជួយធ្វើតេស្តក៏បានប៉ុន្តែដើម្បីឲ្យច្បាស់ប្រកបសូមឲ្យគ្រូធ្វើតេស្តដោយខ្លួនឯងចាអញ្ចឹងយើងចុចទៅលើតេស្តសមត្ថភាពសិស្សនេះទៅចាហើយបងប្អូនមកមួយទៀតតេស្តនេះគឺចាប់ពីតេស្តនេះគឺមាន50សំណួរចាតែនេះមាន50សំណួរហើយបងប្អូនទាំងអស់គ្នាធ្វើចាប់ពីសំណួរទី1ដល់27គឺគ្រូជាអ្នកចុចឲ្យសិស្សជាអ្នកប្រាប់អក្សរដែលមាននៅលើតេស្តនេះឧទាហរណ៍ថាគ្រូសួរចុចបានមកសួរកូនថាតើតួអក្សរខាងក្រោមនេះឬក៏ស្រៈខាងក្រោមនេះអានថាម៉េចបើសិស្សអានថាស្រៈខាងក្រោមនេះគឺស្រៈអៅអញ្ចឹងគាត់ត្រូវបើគាត់ត្រូវគឺបងប្អូនទាំងគ្នាលោកគ្រូអ្នកគ្រូដែលអង្គុយសួរគាត់ហ្នឹងមេដាបេដាដែលអង្គុយសួរកូនហ្នឹងយើងចុចលើអាកន្លែងកម្ោលនេះចាចុចទៅចាមានន័យថាកន្លែងនេះគឺសម្រាប់ចម្លើយត្រូវចារៀងរង្វង់នេះហើយត្រេកកន្លែងការ៉េនេះសម្រាប់កាត់ឆ្លើយខុសចាឥឡូវយើងចុចបានមួយនេះហើយចុចត្រឹមកាត់ឆ្លើយបើសិស្សឆ្លើយថាស្រអៅមានន័យថាត្រូវអញ្ចឹងបងប្អូនទាំងគ្នាចុចទៅសំណួរបន្ទាប់ចា
តាស្រៈនេះជាស្រៈអ្វីលោកគ្រូអ្នកគ្រូអាចសួរគាត់ឆ្លើយថាឧទាហរណ៍នេះស្រៈអ៊ូទេប៉ុន្តែគាត់ឆ្លើយស្រៈអូចឹងកុំប្រាប់គាត់បើចង់ជួយកុំប្រាប់គាត់ឆ្លើយរបៀបម៉េចគឺយើងយកអញ្ចឹងគឺមានន័យថាការឆ្លើយស្រៈអូគាត់ឆ្លើយខុសហើយយើងត្រូវចុចអាកន្លែងខុសនេះចាហើយចុចសំណួរបន់តបគាត់ធ្វើរហូតបងប្អូនទាំងអស់គ្នាធ្វើរហូតទាល់តាដល់សំណួរទី27នេះគឺលោកគ្រូអ្នកគ្រូឬក៏មេដាអាណាព្យាបាលសិស្សទាំងអស់ដែលអង្គុយកាន់ទូរស័ព្ទសួរគាត់ហ្នឹងត្រូវហុចទូរស័ព្ទទៅឲ្យគាត់ធ្វើដោយខ្លួនឯងចាប់ពីសំណួរ28រហូតដល់សំណួរទី50ចានេះសំណួរទី28នេះឲ្យគាត់ធ្វើខ្លួនគាត់រហូតដល់សំណួរទី50ចានេះកុំច្រឡំណាបងប្អូនទាំងគ្នាមិនមែនគ្រូអង្គុយឲ្យគាត់ធ្វើទាំងអស់ឬមួយក៏គ្រូឬក៏អាណាព្យាបាលសិស្សហុចទូរស័ព្ទឲ្យគាត់ធ្វើទេគឺចាប់ពីសំណួរទី1ដល់សំណួរទី27គឺគ្រូជាអ្នកអង្គុយសួរឬក៏អាណាព្យាបាលសិស្សឪពុកម្ដាយគាត់នេះអង្គុយសួរកូនឲ្យកូនអ្នកឆ្លើយយើងអ្នកចុចចាហើយចាប់ពីសំណួរ28ដល់50គឺគាត់ឆ្លើយដល់ខ្លួនឯងចាវីដេអូរបស់ខ្ញុំសូមស្លេះតែប៉ុណ្ណឹងយើងនឹងជួបគ្នានៅវីដេអូក្រោយអំពីរបៀបនៃការជួយសិស្សថាតើសិស្សនៅក្នុងកម្រិតណាត្រូវជួយបែបដូចម្ដេចចាអរគុណជម្រាបលា